Nơiក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបចូលទៅធ្វើការកំណត់ម៉ោងរោដោយស្វ័យប្រវត្តិនៅថ្ងៃដែលយើងធ្វើការអញ្ចឹងថ្ងៃដែលយើងអត់ធ្វើការគឺម៉ោងរោហ្នឹងគឺអត់រោទេអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាអញ្ចឹងជាដំបូងឡើយយើងចូលនៅក្នុង clock នេះមកតមកទៀតយើងចូលនៅខាងក្រោមនេះក្តារអក្សរថា alert អញ្ចឹងយើងចូល alert ហ្នឹងហើយយើងចូលមកខាងលើកន្លែងសញ្ញាបូកនេះមកចឹងនៅពេលដែលយើងចូលមកដល់កន្លែងនេះយើងកន្លែងដែលគេដាក់ថា repeat នេះគេដាក់ថា never អញ្ចឹងន័យថាអត់ទាន់បានកំណត់ទេអញ្ចឹងយើងចូលនៅកន្លែង repeat ហ្នឹងមកអញ្ចឹងវាមានថ្ងៃចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃអាទិត្យអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាធ្វើការចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រអញ្ចឹងបងប្អូនធ្វើការគ្រីសមក Monday រហូតដល់ Friday មកអញ្ចឹងសារអាទិត្យយើងអត់ធ្វើការទេអញ្ចឹងយើងមិនចាំបាច់ធ្វើការគ្រីសទេតមកទៀតយើងធ្វើការ back ថយក្រោយវិញមកហើយយើងទៅកំណត់ម៉ោងអញ្ចឹងយើងចង់ឲ្យម៉ោងហ្នឹងរោម៉ោងប្រហែលឧទាហរណ៍ថាឥឡូវខ្ញុំដាក់ម៉ោង6:00 នាទីដើម្បីឲ្យម៉ោងរោទៅគឺយើងភ្ញាក់ពីគេងអញ្ចឹងណាអញ្ចឹងខ្ញុំដាក់6:00 នាទី AM តមកទៀតបងប្អូនចុច save មកអញ្ចឹងបន្ទាប់ពីបងប្អូន save ហើយបងប្អូនឃើញ